មិនអាចរំពឹងលើគេទាំងស្រុងទេបងប្អូនអ្វីគឺនៅតែលើខ្លួនយើងតែប៉ុណ្ណោះខ្ញុំបាននិយាយហើយថាយើងខ្លាំងបានយើងអាចទប់ទល់ជាមួយគេបានរស់តែខ្មែរយើងរួបរวมគ្នាខ្មែរយើងបែកបាក់ខ្មែរយើងអន្តរាយហើយរួបរวมគ្នានេះបានលុះត្រាតែអធិស្ឋានគ្នាអត់អោនឲ្យគ្នាលុបបំបត្តិចោលរឿងអតីតកាលវាអត់ប្រយោជន៍ទេបច្ចុប្បន្ននេះអោបដៃអោបគ្នាចាប់ដៃគ្នាកសាងសេដ្ឋកិច្ចនាវាសេដ្ឋកិច្ចលើកលែងរឿងអតីតកាលរឿងកន្លងអាក្រក់របស់យើងមេដឹកនាំចោលទាំងអស់បាទចាប់ដៃគ្នាធ្វើម៉េចដាក់គោលការណ៍មួយថាធ្វើម៉េចឲ្យសេដ្ឋកិច្ចខ្មែរយើងខ្លាំងសេដ្ឋកិច្ចខ្មែរយើងខ្លាំងធ្វើយ៉ាងម៉េចលុបបំបត្តិអំពើពុករលួយលុបបំបត្តិចោលអារឿងផ្លូវច្បាប់ដែលធ្វើទៅយូរបុកកលឹកអានអ្នកណាបងប្អូនណាអវិជ្ជមានអសកម្មគឺចោលទាំងអស់ធ្វើម៉េចឲ្យសេដ្ឋកិច្ចរីកចម្រើនសេដ្ឋកិច្ចរីកចម្រើនយើងអាចមានលុយទិញសព្វាវុធការពារប្រទេសយើងគេមិនងាយប្រទេសយើងទេបងប្អូនយើងមិនអាចទៅពឹងពាក់លើគេឃើញបាទអន្តរយោធារបស់ប្រទេសហ្វីលីពីនដែលជាអាស៊ានបដូវវេនសង្ឃឹមថាអូគេមកអ្នកខ្លះនិយាយអូអាស៊ានបដូវវេនមកមើលថៃកំពុងតែភ័យខ្លាំងបាទ0រឿងថៃភ័យថៃមិនវាមិនគ្មានរបៀបអីភ័យអាចចង់ស្អីក៏ឲ្យមនុស្សដែលឃ្លានសង្គ្រាមប្រទេសដែលឃ្លានសង្គ្រាមប្រទេសដែលឈ្លានពានគេបងប្អូនអត់មានគិតមុខមាត់ទេប្រទេសហ្នឹងអត់មានគិតមុខមាត់ទេបងប្អូនអត់មានខ្លាចទេណាអន្តរជាតិកោតោអត់មានខ្លាចអាណាអីទេធ្វើម៉េចឲ្យអញបានដីធ្វើម៉េចឲ្យអញចំណេញធ្វើម៉េចឲ្យអញបង្វែររឿងអញអាក្រក់សោះនៅប្រទេសអញអាក្រក់បង្វែរចូលទៅព្រំដែនទាំងអស់បងមើលរឿងខ្លួនអញជាប់គាំងផ្នែកនយោបាយជាប់គាំងផ្នែកសេដ្ឋកិច្ចជាប់គាំងអីរឿងអីឆ្លោះគ្នានៅណានៅណីឲ្យឯងប្រកែកខ្លាំងផឹងអូមកដល់ព្រំដែនពឹបរឿងព្រំដែនប្រជាជនអមនេះគិតរឿងព្រំដែនលន់ផ្លេចអានោះអស់លេងរាល់ដងបំបីគ្រប់លើកគឺតែងតែយកអាតំបន់ព្រំដែនធ្វើជាកន្លែងតំបន់ក្តៅដើម្បីបង្វែរនយោបាយសេដ្ឋកិច្ចរបស់គាត់ជានិច្ចហើយគាត់មិនខ្វាយខ្វល់ទេបងប្អូនទៅគិតមើលបងប្អូនពិចារណាហ្វីលីពីនគេនឹងអីចេះគេនឹងឃើញចាំមើលគេឃើញកន្លែងនោះឃើញទៅវាខ្វាយខ្វល់ទេណាសម័យម៉ាឡេស៊ីគាត់ឆ្លាតណាបាទមេដឹកនាំម៉ាឡេស៊ីគាត់ជួយយើងដោយស្មោះខ្លាចគាត់អីគាត់ឆ្លាតគាត់នាំអាមេរិកទាញដៃអាមេរិកចូលទៅក្នុងកិច្ចព្រមព្រៀងបាត់សន្តិភាពជាមួយយើងនៅតែថៃមិនអើពើថៃមិននេះថៃណោទៅចិនមិនដឹងណាស្ដាច់គេទៅចិនឯណាណោណែអញ្ចឹងអត់មានពាក់ព័ន្ធទៅអីស្អីណាប្រទេសណាមកជួយយើងបានទេមានតែយើងខ្លាំងខ្លួនយើងបាទណារួបរวมគ្នាសាមគ្គីគ្នានេះអាហ្នឹងវាជាកត្តាដែលចម្បងនេះគិតយ៉ាងម៉េចគ្រូក្បាលយកគិតមិនសេដ្ឋកិច្ចនាំអ្នកបាក់ដាក់វិនិយោគទុនមកឲ្យកែប្រែអំពើពុករលួយកែប្រែឬក៏អនុវត្តទៅមន្ត្រីយើងអសកម្មដែលគិតតែយកចាំមកយកប្រាក់ខែគិតឲ្យអើនេះអានឹងมันជាខ្លាំងប្រទេសយើងខ្លាំងបាទខ្ញុំមានជឿជំនឿក្រោមការដឹកនាំបរិយារដ្ឋាភិបាលរបស់យើងសប្តាហ៍ថ្ងៃនេះបាទលោកនាយករដ្ឋមន្ត្រីបាទហ៊ុនម៉ាណែតសម្ដេចបបរនេះគាត់រៀនចេះដឹងច្រើនគាត់ចេះគិតច្រើនគាត់មានការតាំងចិត្តមិនក្រោតមិនឆេវឆាវដោយបងប្អូនមួយចំនួនក្នុងមិនក្រៅប្រទេសគិតតែចង់បានចេះខ្ញុំថាអើយខ្ញុំគិតមិនទូថាគេធ្វើដល់នាយករដ្ឋមន្ត្រីមានការទុកចិត្តពីសភាអីគេមានអ្នកដែលគេចេះដឹងច្រើនណាស់មិនមែនដូចគ្រូក្បាលយើងគិតថាចង់វាយចង់ចេះគូសវាចង់អីដាក់អីទៅតុលាការស្មានតែគេអត់ដឹងថាគេមានក្បួនទៅតុលាការស្មានគេអត់ដឹងចាំបាច់បងប្អូនទៅប្រាប់អីណាចាំបាច់អ្នកនៅខាងក្រៅប្រាប់ថាទៅដាក់ចេះបាទខ្ញុំនិយាយមិនមែនកាន់ជើងរដ្ឋាភិបាលអីទេបងប្អូនប៉ុន្តែខ្ញុំថាគេក៏ចេះដឹងដែរប៉ុន្តែអរគុណបងប្អូនដែលជួយជឿឆ្អើលប្រទេសរបស់យើងអស់គ្នាតាគាត់ជឿឆ្អើលត្រូវគាត់ចូលដាក់អីណាបាទឃើញប្អូនមួយនៅអាមេរិកដែលនេះនឹងគាត់យកពាក្យបណ្ដឹងទៅដាក់បាទអរគុណគាត់បាទណាគាត់ព្រោះជឿឆ្អើលក្នុងនាមជាប្រជាជនខ្មែរដែរតាណាអញ្ចឹងយកអត់មានខ្ញុំអត់បដិសេធគាត់ទេប៉ុន្តែគាត់ថាខ្ញុំចង់និយាយថាបញ្ជាក់ថានៅស្រុកខ្មែរយើងតាដឹកនាំយើងគាត់មិនអន់ទេ
គាត់មិននេះមិនចេះថាដាក់ថ្ងៃនឹងបានស្អែកដល់គាត់ត្រូវមានផុសតាំងត្រូវមានអ្វីថាធ្វើម៉េចដើម្បីឈ្នះគេមិនដាក់ភ្លាមបានភ្លាមណាមិនដាក់ភ្លាមដោះតែបានស្អែកណាអត់ទេរាប់ឆ្នាំវាប្តឹងមួយមិនតែគិតប្តឹងទៅ ICJ ICC ប្តឹងទៅអីចឹងមកយើងមានតែអាហ្នឹងមួយទេខ្ញុំឃើញហើយឃើញអ្នកដែលនេះយ៉ាងមួយថាអូយគេក៏ដឹងហើយគេមិនដឹងទេប៉ុន្តែគេថាតែគេប្តឹងទៅគេឈ្នះអត់គេប្តឹងទៅវាមិនបាទគេមានក្រំតែទីប្រឹក្សាគេអ្នកចេះដឹងផ្នែកនយោបាយអ្នកចេះដឹងផ្នែកភូមិទីតាំងភូមិសាស្ត្រគេមកកកោកយើងជួការខួរក្បាលតែមួយទេគេខួរក្បាលចង់100 200គេគិតថានេះចេះបើដាក់នេះទេមិនចេះបើធ្វើសង្គ្រាមទៅចេះធ្វើមិនធ្វើសង្គ្រាមទៅចេះប្រជាជនមិនគេពិភាក្សាលីងបានគេចាញ់មកគេមិនចេះផាបានឃើញពុបអាបើអញដាក់ឲ្យទៅវិញភឹងដាក់វិញអូអត់គេទៅមើលថាពេលដាក់ទៅវិញប្រជាជនមិនដាច់បាយឬក៏ប្រជាជនមិនអីតបមិនគេមើលទាំងអស់បងប្អូននេះហើយគេហៅថាភាពឆ្លាតវៃរបស់ថ្នាក់ដឹកនាំចាអញ្ចឹងយើងនៅក្នុងនាមជាខ្មែរទាំងអស់គ្នានេះបើរស់នៅលើទឹកដីខ្មែរក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាយើងត្រូវទៅទុកចិត្តគាត់ទៅឲ្យគាត់និវាគាត់ដឹកបើថាគាត់ដឹកទៅវាចូលធ្លងអីប្រមាណមួយណាត់គាត់អត់កើតអានឹងចាំយើងគិតទៀតផ្លាស់ដូរមិនបងប្អូនធ្វើទៅអាហ្នឹងតាមការបោះឆ្នោតធ្វើមិនទៅចង់និយាយចឹងណាហើយបើសិនបើយើងខ្មែរគ្នាយើងមិនទុកចិត្តខ្មែរគ្នាយើងទាំងក្នុងទាំងក្រៅប្រទេសយើងអត់ទុកចិត្តហងបងប្អូនទៅពឹងពាក់លើបរទេសមិនកើតអញ្ចឹងយើងត្រូវរួបរวมយើងឲ្យខ្លាំងបាទរួបរวมគ្នាបង្កើនសេដ្ឋកិច្ចបាទលុបបំបត្តិចោលអាការដែលយើងស្អីគេបាទទាំងអស់គ្នាការដែលយើងអីប្រកាន់គ្នាទៅវិញទៅមកវាអត់ប្រយោជន៍ប្រកាន់ច្រើនឆ្នាំមកហើយប្រកាន់ច្រើនទសវត្សរយឆ្នាំមកហើយតែឆ្លោះផ្កាយទៅហោគេរកឯនឹងជាប់ហើយនឹងមុំលុបបំបត្តិចោលបាទប្រទេសជប៉ុនគេឥឡូវនេះបងប្អូនជប៉ុនដឹងទេបាទកំពុងតែចង់កែប្រែនៅមាត្រាទី9ដើម្បីឲ្យខ្លួនខ្លាយទៅជាមហាអំណាចទី2បន្ទាប់ពីសហរដ្ឋអាមេរិកជប៉ុនអាចខ្លាយទៅជាមហាអំណាចទី2លើពិភពលោកទេអាចប្រសិនបើដូណាល់ត្រាំក្រោមការដឹកនាំលោកដូណាល់ត្រាំនេះគាត់អនុញ្ញាតណាឲ្យជប៉ុនហ្នឹងឬក៏ប្រជាជនជប៉ុនហ្នឹងគឺពុះពៀខ្លួនឯងដើម្បីបដូរនៅមាត្រាទី9ហ្នឹងដែលពីមុនមកការសង្គ្រាមលោកលើកទី2ចប់សង្គ្រាមលោកទី2ដែលជប៉ុនចាញ់សង្គ្រាមហ្នឹងគឺការដាក់ទណ្ឌកម្មការដែលពិភពលោកធ្វើឲ្យជប៉ុនហ្នឹងកុំឲ្យមានទ័ពនេះមាត្រាទី9គឺមិនឲ្យមានទ័ពខ្លួនឯងមិនឲ្យផលិតសភាវុធមិនឲ្យអីគឺបើមានអីការពារព្រោះអាមេរិកជាអ្នកការពារសន្តិភាពឲ្យគាត់80ឆ្នាំជាងហើយបងប្អូនការពារសន្តិភាពឲ្យជប៉ុនណាអញ្ចឹងដល់អ្នកស្រីគាត់ជាប់ពុបចាប់ដៃមកអាមេរិកគាត់និយាយអីណាគាត់ការពារប្រទេសនេះប្រទេសតៃវ៉ាន់ណាការពារតៃវ៉ាន់ហើយគ្រប់សពបែបយ៉ាងទាំងអស់អញ្ចឹងអាមេរិកទុកចិត្តអាមេរិកប្រហែលជាផ្ដល់ភ្លើងខៀវឲ្យគាត់ហើយគាត់អាចជួយគាត់ថាបាទសម្ព័ន្ធមិត្តរបស់គាត់ត្រូវតែខ្លាំងបាទគាត់និយាយថាសម្ព័ន្ធមិត្តរបស់គាត់ត្រូវតែខ្លាំងអ្នកណាជាសម្ព័ន្ធមិត្តរបស់គាត់ត្រូវមានយោធាខ្លាំងការពារខ្លួនឯងកុំឲ្យចាំឲ្យគាត់ការពាររហូតអញ្ចឹងជប៉ុនមានសិទ្ធហើយគ្រាន់តែចង់ដឹងថាតើពិភពលោកគេឲ្យជប៉ុននឹងការពារខ្លួនឯងបានដែរឬអត់តែប៉ុណ្្នឹងទេពិភពលោកព្រោះអីបន្ទាប់ពីសង្គ្រាមលោកទី2ហ្នឹងគឺនៅអាស៊ានគឺជឿចត់ដោយសារជប៉ុនច្រើនអញ្ចឹងតើច្បាប់ហ្នឹងគេដោះអាហ្នឹងចេញអត់អាហ្នឹងយើងរងចាំមើលតទៅទៀតតើជប៉ុនអាចក្លាយទៅជាមហាអំណាចលំដាប់ទី2នៅលើពិភពលោកទេព្រោះតែយើងមិនបាច់និយាយរឿងចិនទេចិនគឺគាត់ល្អមើលទេបងប្អូនបាទសពាវុធទាំងអីមកល្អមើលទេគាត់ទីតែខ្លាចមិនអាមេរិកខ្លាចទេបាទណាអាមេរិកមិនខ្លាចទេបាទក៏ប៉ុន្តែគេមិនចង់បង្ករឿងគេមិនចង់ធ្វើម៉េចគេអត់ចង់បង្កទេបងប្អូនណាអញ្ចឹងយើងមានតែការរងចាំមើលតទៅទៀតណាបើដូរមេត្រានឹងបានជប៉ុនអាចមានតបអាចមានសពាវុធផលិតខ្លួនឯងអាចការពារមិនអោយដូចជាប្រទេសបាទកូរ៉េខាងជើងហោះក្របរំលងបាទចិនគម្រាមកំហែងផ្នែកសមុទ្របិទសមុទ្របិទអីឬក៏រុស្ស៊ីបាទឥឡូវរុស្ស៊ីហ្នឹងគឺកំពុងហោះយន្តហោះមកបាទយកយន្តហោះមកសមុទ្រជាប់ចិត្តប្រទេសជប៉ុនគម្រាមជប៉ុនក្រោមការដឹកនាំរបស់អ្នកស្រីតាកាជីហ្នឹងអញ្ចឹងរឿងរងចាំមើលតទៅទៀតបងប្អូនកុំភ្លេចចុច Subscribe ផងបាទដើម្បីបន្តនៅអ្វីដែលការចែករំលែកថ្មីរបស់ខ្ញុំតទៀតអរគុណច្រើនបងប្អូន